ពេលខ្លះជំងឺវាអាចមកក្នុងធរណាមិនវែងខ្លីទេថាជំងឺអាចកើតមកពីអាហារនៅក្នុងភាសាអភិធម្មហៅអាហារសមុដ្ឋានរោគជំងឺកើតពីបរិស្ថានរស់នៅអត់ល្អលោកហៅថាឧតុសមុដ្ឋានរោគទី3ចិត្តសមុដ្ឋានរោគរោគកើតពីចិត្តមួម៉ៅសែតបាក់ចិត្តក្រៀមក្រំអាហ្នឹងណាអ្នកដែលពិបាកចិត្តច្រើនឈឺក៏ច្រើនដែរមែនទេលោកគ្រូណាហ្នឹងហើយនឹងជំងឺមួយទៀតដែលពេទ្យមើលមិនជាជំងឺកើតពីកម្មសមុដ្ឋានរោគអានឹងមានលុយអុកញ៉ាសេដ្ឋីកូនស្ដាច់កូនមន្ត្រីតែដល់ពេលទៅក៏នៅតែទៅនឹងឯងហ្នឹងហើយមើលអាត្មាធ្លាប់ចាំព្រះរាជបុត្រីរបស់បកូនណាសីហនុកើតជំងឺអីលោកគ្រូកាលនោះដូចជាគ្រុនឈាមហ្នឹងហើយមើលកូនបកូនណាស្ដាច់ផែនដីមើលមិនឈ្នះមើលមិនទាន់ណានៅតែសគត់តតបាទគុណទេវផាហ្នឹងហើយអញ្ចឹងគ្រាន់តែអាត្មាត្រឡប់មកវិញថាបើរោគមួយទៀតរោគអាចកើតពីអ្នកដតីព្យាបាទឬក៏អមនុស្សក៏ចូលបានដែរណាលោកគ្រូអមនុស្សធ្វើឲ្យយើងឈឺបានដែរតើហើយនឹងពេទ្យមើលអត់កើតទេណាបាទហ្នឹងអញ្ចឹងអាត្មាគិតថាការរៀបចំរបស់ពេទ្យពីមុនហ្នឹងក៏មួយយ៉ាងដែរជាសរុបមកវិញថាបើលោកគ្រូអ្នកគ្រូទាំងអស់អ្នកបណ្ដុះបណ្ដាលឲ្យលោកគ្រូអ្នកគ្រូពេទ្យរបស់យើងមានចិត្តល្អណាលោកគ្រូណាមានមេត្តាមានករុណាជួយសង្គ្រោះដោយសេចក្តីអាណិតអាសូរយើងអត់ចាំបាច់ធ្វើរោងហៅភ្ញៀវមកធ្វើបុណ្យទេលោកគ្រូអ្នកគ្រូធ្វើបុណ្យនៅពេទ្យហ្នឹងបណ្ដោយពីព្រោះបានបុណ្យជាប្រចាំអញ្ចឹងណាលោកគ្រូណាហ្នឹងហើយ